នេះជារឿងពិតដែលខ្ញុំចង់ឲ្យអ្នកដឹងមនុស្សប្រុសដែលទន់ខ្សោយគ្មានកន្លែងឆោតទេនៅលើពិភពលោកមួយនេះព្រោះតែពិភពលោកមួយនេះមិនបានបង្កើតមកដើម្បីភាពយុត្តិធម៌នោះទេមិត្តទាំងអស់គ្នាសាកសម្លឹងមើលជុំវិញខ្លួនឯងបានឃើញទេសពសត្វទាំងឡាយនៅក្នុងលោកនេះតើមិនបានទុកឲ្យក្តាន់ដែលទន់ជ្រាយរឹងមាំតាន់ឡើយស្ទាំងមិនមេត្តាចំពោះកណ្ដុរដែលរត់យឺតផ្ទៃសមុទ្រគ្មានមេត្តាចំពោះត្រីដែលមិនពូកែហែលទឹកចុះហេតុអ្វីអ្នកជឿថាសង្គមមនុស្សវាខុសគ្នាភាពទន់ភ្លន់របស់អ្នកមិនមែនជាគុណធម៌នោះទេតែវាគឺជាកូនសោបើកផ្លូវឲ្យអ្នកដទៃមកជន់ឈ្លីអ្នកគ្រប់ពេលដែលអ្នកអោនក្បាលឲ្យចំពោះភាពអយុត្តិធម៌អ្នកមិនបានបង្ហាញក្តីមេត្តានោះទេតែវាប្រៀបដូចជាអ្នកកំពុងតែកាន់ផ្លាកថាខ្ញុំត្រៀមខ្លួនឲ្យជន់ហើយមនុស្សប្រុសពិតប្រាកដមិនបានរងចាំការសរសើរមិនលុតជង្គង់សុំក្តីអាណិតនិងមិនព្រមឲ្យពិភពលោកមួយនេះកំណត់តម្លៃខ្លួនឯងឡើយធម្មជាតិជំរុះអ្នកទន់ខ្សោយចេញទៅដោយគ្មានក្តីមេត្តាក្នុងពិភពលោកនៃការពិតភាពឈឺចាប់គឺជាគ្រូបង្រៀនយើងដែលល្អបំផុតការបរាជ័យគឺជាមេរៀនដែលចាំបាច់នៅពេលអ្នកឈប់ស្វែងរកភាពសុខសប្បាយនៅពេលអ្នកឈប់សង្ឃឹមថាឲ្យពិភពលោកមួយនេះមានភាពយុត្តិធម៌ពេលនោះអ្នកនឹងបានឃើញភាពរឹងមាំដែលវាលាក់នៅក្នុងខ្លួនអ្នករហូតមកត្រូវសម្រេចចិត្តឲ្យច្បាស់ថ្ងៃនេះថាអ្នកជ្រើសរើសធ្វើអ្នកប្រមាញ់ឬមួយធ្វើជាអ្នកដែលត្រូវគេប្រមាញ់សម្រេចចិត្តឲ្យច្បាស់ទៅកុំរំពឹងថាពិភពលោកមួយនេះមានភាពយុត្តិធម៌អីតាមឲ្យតន់មនុស្សនៅជុំវិញខ្លួនណាពួកគេល្បិចកលច្រើនណាស់ស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួន